បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងគ្នាបាទនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងគ្នាពីរបៀបនៃការទូទាត់ថ្លៃដឹងជូននៅក្នុង App Loda សម្រាប់មេរៀនដែលខ្ញុំបរៀនទិញបងប្អូនដែលទិញពីចិនមកក៏ដូចជាទិញពីវៀតណាមគឺមានមេរៀនខ្លះគឺខ្ញុំបរៀនដឹកតាម Loda សម្រាប់ការទូទាត់ថ្លៃដឹងជូននៅក្នុង App Loda នេះខ្ញុំបានបង្ហាញនៅវីដេអូមេរៀនមុនរួចហើយប៉ុន្តែដោយសារតែវាយូរពេកអញ្ចឹងកន្លែងខ្លះក៏វាមានការអាប់ដេតនៅក្នុង App Loda បងប្អូនខ្លះក៏រកអត់ឃើញឬក៏គាត់អត់ដឹងថាស្នើរបៀបម៉េចហើយសម្រាប់បងប្អូនដែលថ្មីក៏អាចមើលវីដេអូនឹងតែម្ដងក៏បានដែរដោយសារតែ Loda គេអាប់ដេតឧស្សាហ៍អាប់ដេតកម្មវិធីអញ្ចឹងមានពាក្យខ្លះគឺគេនឹងកែតម្រូវទៅតាមហ្នឹងវាអត់ដូចនៅក្នុងមេរៀនចាស់របស់ខ្ញុំដែលបានបង្ហាញពីមុនអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាឲ្យដឹងពីរបៀបនៃការទូទាត់ថ្លៃដឹងជូនក៏ដូចជាការស្នើទៅដកតំណែងឬក៏ស្នើឲ្យអ្នកខាង Loda នឹងដឹងជូនឲ្យយើងអីចឹងទៅអញ្ចឹងជាដំបូងបងប្អូនចុចបើក App Loda បងប្អូនមកពេលនេះខ្ញុំអត់បង្ហាញបងប្អូនពីរបៀបទិញទេអានេះគឺយើងបង្ហាញតែនៅពេលដែលតំណែងហ្នឹងចូលមកដល់ឃ្លាំង Loda ហើយយើងមើលរបៀបម៉េចដឹងថាបានហ្នឹងមកដល់ឃ្លាំងដែលនៅចិត្តយើងហើយយើងទូទាត់ថ្លៃដឹងជូនយកតែម្ដងអញ្ចឹងបងប្អូនចូលទៅពាក្យថាខ្ញុំមួយទៀតបាទក្នុងក្រុមនេះហើយបងប្អូនមើលទៅលើប្រអប់ពីរនេះកន្លែងពាក្យថាកញ្ចប់របស់ខ្ញុំក៏ដូចជាប្រអប់របស់ខ្ញុំអញ្ចឹងករណីនៅពេលដែលបងប្អូនយកលេខ tracking number តំណែងយកមកចុះឈ្មោះនៅក្នុង App Loda ហ្នឹងបងប្អូនចុះឈ្មោះថ្មីគឺបងប្អូនតាមដានវានៅកន្លែងហ្នឹងកន្លែងពាក្យកញ្ចប់របស់ខ្ញុំយើងចុចចូលមើលមកអញ្ចឹងគឺវានឹងបង្ហាញតំណែងប្រតិបត្តិការផ្សេងដែលមានពាក្យខុសៗគ្នាដែលពាក្យនៅកន្លែងនេះណាពាក្យថាក្រៅប្រទេសត្រូវបានដោះលែងបាទហ្នឹងពាក្យដូចគ្នាហើយពាក្យនេះកំពុងរងចាំការផ្ទុកហើយពាក្យនេះគឺពាក្យត្រូវបានគេបញ្ជូនទៅក្រៅប្រទេសអញ្ចឹងពាក្យទាំងអស់ហ្នឹងវាមានអត្ថន័យដូចនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាមួយអញ្ចឹងករណីដែលបងប្អូនចុះឈ្មោះឲ្យថ្មីគឺវានឹងបង្ហាញពាក្យនេះចេញមកពាក្យថាកំពុងរងចាំការផ្ទុកមានន័យថាតំណែងហ្នឹងគឺអត់ទាន់ទៅដល់ឃ្លាំង Loda នៅចិនទេកំពុងតែរងចាំណាពាក្យទី2បន្ទាប់ពីពាក្យនេះហើយនៅពេលដែលតំណែងបងប្អូនចូលឃ្លាំងរយៈពេល 3-4 ថ្ងៃក្រោយអ្នកដឹកហ្នឹងក៏ដឹកចូលឃ្លាំង Loda នៅចិនហើយគេដឹកចេញមកខ្មែរអញ្ចឹងវានឹងបង្ហាញពាក្យនេះពាក្យថាត្រូវបានគេបញ្ជូនទៅក្រៅប្រទេសអញ្ចឹងមានន័យថាតំណែងបងប្អូនហ្នឹងកំពុងតែដឹកជូនមកខ្មែរហើយប៉ុន្តែអត់ទាន់ដល់ហើយថ្ងៃដែលគេដឹកជូនចេញមកគឺថ្ងៃទី12ខែ11ឆ្នាំ2025គឺគេដាក់បញ្ច្រាស់ទៅវិញណាឆ្នាំខែនិងថ្ងៃហើយនេះគឺម៉ោងនៅចុងក្រោយហើយពាក្យនេះពាក្យថាបានចុះហត្ថលេខានៅក្រៅប្រទេសមានន័យថាតំណែងបងប្អូនហ្នឹងគឺបានទៅដល់ឃ្លាំង Loda នៅខ្មែរហើយមានន័យថាដល់ឃ្លាំងបងប្អូនហើយចំណែកឯពាក្យក្រៅប្រទេសត្រូវបានដោះលែងនេះមានន័យថាតំណែងហ្នឹងគឺបងប្អូនដករួចហើយអញ្ចឹងតំណែងដែលយើងត្រូវដកនេះគឺជាតំណែងដែលបង្ហាញថាបានចុះហត្ថលេខានៅក្រៅប្រទេសអញ្ចឹងនៅពេលដែលយើងចុះឈ្មោះទៅវារងចាំការផ្ទុករយៈពេល 3-4 ថ្ងៃវាចូលទៅពាក្យនេះអញ្ចឹងនៅពេលដែលចូលពាក្យនេះបាន 3-4 ថ្ងៃកំពុងដឹកជូនមកខ្មែរហ្នឹងគឺវាអាចនឹងបង្ហាញនៅប្រអប់ពាក្យថាប្រអប់របស់ខ្ញុំហើយឬមួយក៏ពីមុនគេដាក់ថាពាក្យថាខ្ញុំបាទអីចឹងទៅជាទៀតខ្ញុំទៅបង្ហាញនេះអញ្ចឹងយើង back ទៅក្រោយមួយនេះគឺនៅពាក្យកន្លែងនេះប្រអប់របស់ខ្ញុំអញ្ចឹងយើងចុចទៅលើវាមួយមកអញ្ចឹងនៅពាក្យប្រអប់របស់ខ្ញុំនេះសម្រាប់តំណែងដែលបងប្អូនចុះឈ្មោះថ្មីដែលវាបង្ហាញពាក្យថាកំពុងរងចាំការផ្ទុកឬមួយក៏វាទៅតែដឹកចេញមកខ្មែរនោះមួយថ្ងៃ2ថ្ងៃ3ថ្ងៃអីហ្នឹងវាអត់ទាន់បង្ហាញនៅក្នុងប្រអប់របស់ខ្ញុំនឹងទេគឺតើតែតំណែងហ្នឹងមកចិត្តដល់ខ្មែរហើយបានវាលោតនៅក្នុងប្រអប់ហ្នឹងណាអញ្ចឹងនៅពេលដែលតំណែងលោតមកចិត្តដល់ខ្មែរយើងវាលោតនេះនឹងមកដល់ឃ្លាំងនេះក្នុងវងកញ្ចក់នេះគឺឃ្លាំងវែងស្រេងណាអញ្ចឹងបងប្អូនមើលនៅក្នុងវងកញ្ចក់ហ្នឹងថាអវ៉ាន់ហ្នឹងគេនឹងដឹកទៅឃ្លាំងមួយណាគឺគេដាក់បញ្ជាក់ក្នុងវងកញ្ចក់ហ្នឹងហើយអានេះគឺតំណែងអត់ទាន់មកដល់ទេហើយសម្រាប់តំណែងដែលមកដល់គឺវានឹងចេញពាក្យថានៅក្នុងឃ្លាំងដូចនេះអញ្ចឹងនៅក្នុងឃ្លាំងហ្នឹងគឺបងប្អូនអាចទូទាត់ថ្លៃដឹងជូនបានហើយបងប្អូនអាចទៅដកអវ៉ាន់បានទៀតប៉ុន្តែដោយឡែកបើសិនជាវាចេញពាក្យថានឹងមកដល់នៅក្នុងប្រអប់របស់ខ្ញុំនេះបងប្អូនទូទាត់ថ្លៃដឹងជូនបានដូចគ្នាប៉ុន្តែគ្រាន់តែថាយើងអត់ទាន់អាចទៅដកស្នើទៅដកឬក៏ស្នើខាង Loda ដឹងជូនឲ្យយើងទេដោយសារតែអវ៉ាន់ហ្នឹងអត់ទាន់មកដល់អញ្ចឹងណាតែអវ៉ាន់ទាំងអស់នេះដែលនៅក្នុងឃ្លាំងនេះគឺយើងអាចទូទាត់ឲ្យយើងទៅដកហ្មងទៅអញ្ចឹងកុំឲ្យសាមញ៉ាំនៅពេលដែលបងប្អូនឃើញពាក្យថានៅក្នុងឃ្លាំងចាំបងប្អូនទូទាត់ថ្លៃដឹងជូនហើយបងប្អូនទៅដកតែម្ដងទៅអញ្ចឹងខ្ញុំឧទាហរណ៍នៅក្នុងការទូទាត់ប្រាក់អញ្ចឹងយើងមើលនៅចំណុចកន្លែងក្រហមនេះគឺជាចំនួន
ថ្លៃដឹកជញ្ជូនដែលយើងត្រូវទូទាត់អញ្ចឹងក្នុងនេះគឺ30សេនហើយកន្លែងនេះគឺ$8 13សេនអញ្ចឹងយើងមុននឹងយើងទូទាត់យើងត្រូវដឹងផងថាចំនួនលុយនៅក្នុង account Loda របស់យើងមានគ្រប់អត់សម្រាប់ទូទាត់លុយបើអត់មានទេគឺបងប្អូនត្រូវចាំបាច់បញ្ចូលវាសិនបានយើងអាចទូទាត់បានអញ្ចឹងឧទាហរណ៍នៅក្នុងនេះខ្ញុំថិចអានេះមួយវាចេញកន្លែងនេះយើងត្រូវទូទាត់30សេនបើយើងចង់ទូទាត់ច្រើនយើងថិចវាមកថិចវាអស់អញ្ចឹងទៅវាបង្ហាញតម្លៃសរុបចេញមកហើយប៉ុន្តែនៅក្នុងនេះខ្ញុំសាកទូទាត់តែមួយទេបាទគឺខាងលើនេះអញ្ចឹងចំនួនលុយ30សេនអញ្ចឹងយើង back ទៅក្រោយវិញចុច back ទៅក្រោយទៅបងប្អូនចូលមកកន្លែងពាក្យកាបូបរបស់ខ្ញុំនេះតើមានចំនួនទឹកលុយដែលយើងគ្រប់គ្រាន់សម្រាប់ pay អត់អញ្ចឹងនៅកន្លែងនេះគឺ55សេនតែពិតវាគ្រប់គ្រាន់ហើយសម្រាប់ pay ប៉ុន្តែខ្ញុំចង់បង្ហាញបងប្អូនពីរបៀបនៃការបញ្ចូលលុយយើងបញ្ចូលរបៀបម៉េចបើនៅក្នុងគំរូនេះគេមានចាប់ពី$10 $20 $30អីឡើងអញ្ចឹងណាអញ្ចឹងបើករណីយើងចង់បញ្ចូលអត់គ្រប់$10ទេយើងចុចកន្លែងនេះចំនួនទឹកប្រាក់ផ្ទាល់ខ្លួនចុចលើនឹងមួយមកបងប្អូនបំពេញនៅកន្លែងនេះអញ្ចឹងឧទាហរណ៍យើងចង់បំពេញប្រមាណ$យើងចុចមក$1ហើយយើងចុចពាក្យថាបញ្ចូលទឹកប្រាក់បន្តមកទៀតយើងចុចឲ្យវា link ជាមួយ ABA របស់យើងបើបងប្អូនប្រើ ABA គឺងាយស្រួលបងប្អូនប្រើ Wing ក៏បានដែរបាទវា link ទៅកាន់ ABA ហ្មងអញ្ចឹងក្នុងនេះយើងថេកយក ABA អញ្ចឹងមកហើយយើងចុចពាក្យបញ្ជាក់នៅពេលដែលយើងបញ្ជាក់រួចវា link ទៅកាន់ app ABA របស់យើងរួចគឺគេនឹងបញ្ជាក់ថាយើងចង់បញ្ចូលលុយ$1ហ្នឹងទៅកាន់ account Loda របស់យើងអត់បើយើងអូខេដោះលេខកូដទៅគឺវានឹងកាត់លុយបាញ់លុយចូល account Loda របស់យើងនឹងអូតូតែម្ដងដូចនៅក្នុងនេះគឺវានឹងបង្ហាញទិន្នន័យនៅក្នុងនេះវិញអញ្ចឹងណាកន្លែងការបញ្ចូលលុយហ្នឹងខ្ញុំអត់បង្ហាញទៀតទេដោយសារតែវាអត់ពិបាកទេគ្រាន់តែបងប្អូនចុចតាមខ្ញុំចំនួនទឹកលុយចុចបញ្ចូលទឹកប្រាក់បញ្ជាក់វាហើយគឺវាចូលភ្លាមហើយអញ្ចឹងចំនួនទឹកលុយយើងគ្រប់ហើយយើងអាច back ទៅក្រោយដើម្បីទូទាត់បានយើងចូលពាក្យប្រអប់របស់ខ្ញុំដែរមកយើងថេចមុខតំណែងដែលយើងចង់ទូទាត់គេថេចមួយហើយយើងចុចពាក្យថាបង់ប្រាក់បន្ទាប់ពីបង់ប្រាក់ហើយកន្លែងនេះគឺគេឲ្យបងប្អូនវាយលេខកូដ6ខ្ទង់ដើម្បីទូទាត់ប្រាក់អញ្ចឹងនៅក្នុងលេខកូដនេះបងប្អូនខ្លះគឺគាត់អត់ចាំទេប៉ុន្តែបងប្អូនខ្លះគឺគាត់បានកត់ទុកត្រឹមត្រូវគាត់យកមកបំពេញហើយចុចបង់ប្រាក់ទៅគឺវាកាត់លុយហើយអញ្ចឹងបងប្អូនដែលអត់ចាំអាចចុចទៅលើពាក្យថាផ្លាស់ប្ដូរពាក្យសម្ងាត់បងប្អូនមើលលេខទូរស័ព្ទកន្លែងនេះអញ្ចឹងលេខនេះគឺជាលេខសម្រាប់ទទួលសារដើម្បីយើងផ្លាស់ប្ដូរពាក្យសម្ងាត់ថ្មីយើងមើលលេខនឹងត្រឹមត្រូវហើយលេខទូរស័ព្ទនៅចិត្តយើងអីចឹងទៅយើងចុចពាក្យថាទទួលបានកូដផ្ទៀងផ្ទាត់នៅពេលដែលយើងបានកូដផ្ទៀងផ្ទាត់នឹងហើយដែលគេផ្ញើសារចូលលេខនឹងហើយយើងយកមកវាយកន្លែងនេះបន្តមកទៀតពាក្យសម្ងាត់ថ្មីពីរខ្ទង់នេះវាយដូចគ្នាមកវាយជាលេខសុទ្ធយើងចាំមកកន្លែងនឹងហើយយើងចុចពាក្យដាក់ស្នើនៅពេលដែលស្នើបានជោគជ័យយើងអាចមកទូទាត់វិញបានហើយយើងយកមកវាយចូលកន្លែងនេះមកអញ្ចឹងដូចខ្ញុំចាំអញ្ចឹងគឺខ្ញុំទូទាត់យកតែម្ដងបាទរួចយើងចុចពាក្យបង់ប្រាក់ទៅអញ្ចឹងគេដាក់ថាការបង់ប្រាក់ជោគជ័យបន្តមកទៀតយើងចូលទៅពាក្យថាបានបង់ប្រាក់យើងថេចនៅមុខតំណែងដែលយើងបានទូទាត់មិញហ្នឹងយើងចុចពាក្យថាដាក់ស្នើអញ្ចឹងក្នុងកំឡុងពេលដាក់ស្នើនេះគឺវាមាន3ជំរើសអញ្ចឹង3ជំរើសហ្នឹងទី1ការដឹកជញ្ជូនឥតគិតថ្លៃអាហ្នឹងតាមដំណើរអាចជា2 3ថ្ងៃឬក៏4 5ថ្ងៃអញ្ចឹងទៅបើបងប្អូនចង់បានឲ្យគេដឹកឲ្យរហ័សយកកន្លែងនេះគេឲ្យយើងបង់លុយទៀតបាទគេឲ្យយើងបង់លុយមួយសារទៀតតែប៉ុន្តែក្នុងនេះរបស់ខ្ញុំអត់បង់លុយដោយសារតែទីតាំងរបស់ខ្ញុំនៅគៀកនឹងឃ្លាំងអញ្ចឹងដឹករហ័សហ្នឹងក៏អត់នេះដែរអត់អស់លុយដែរប៉ុន្តែបើសិនជាវាបង្ហាញកន្លែងនេះបងប្អូនត្រូវទូទាត់កន្លែងហ្នឹងមួយសារទៀតប៉ុន្តែបើយើងចង់ទៅយកខ្លួនឯងនៅចិត្តឃ្លាំងយើងថិចយកពាក្យថាដោយខ្លួនឯងកន្លែងនេះយើងកំណត់ម៉ោងទៅយកអញ្ចឹងបងប្អូនដាក់មកម៉ោងណាក៏បានដែរដែលបងប្អូនទៅនេះអាចទៅយកបានបងប្អូនកំណត់អញ្ចឹងហើយលើសម៉ោងហ្នឹងក៏បងប្អូនទៅយកបានដែរអត់អីទេកន្លែងហ្នឹងអញ្ចឹងយើងថិចកន្លែងហ្នឹងហើយយើងចុចពាក្យថាដាក់ស្នើនេះខ្ញុំស្នើទៅយកខ្លួនឯងណាគេអញ្ចឹងយើងដាក់ស្នើមកបន្ទាប់ពីដាក់ស្នើជោគជ័យរួចបងប្អូនបែកទៅក្រោយមួយទៀតបងប្អូនចូលមកពាក្យការដឹកជញ្ជូនលីដាឬមួយក៏រូបឡានកន្លែងនេះយើងនឹងឃើញអវ៉ាន់ដែលយើងអត់ទាន់បានដកយើងចុចពាក្យថាច្រើនទៀតនៅកន្លែងនេះអញ្ចឹងកន្លែងនេះគឺគេនឹងបង្ហាញកូដមួយសម្រាប់យើងទៅដកអវ៉ាន់អញ្ចឹងនៅពេលដែលបងប្អូនទៅដល់ឃ្លាំងនឹងហើយបង្ហាញតែកូដនឹងទៅគេទៅប្រាប់តែយើងដកអវ៉ាន់គេយកដាក់ scan មក scan នៅលើកូដនឹងហើយគឺគេនឹងទៅដកទំនិញឲ្យយើងហើយអានេះសម្រាប់អ្នកទៅដកខ្លួនឯងដោយឡែកសម្រាប់បងប្អូនដែលស្នើឲ្យគេដឹកជញ្ជូនឲ្យគឺអត់មានបង្ហាញជាកូដអញ្ចឹងទេគ្
còn thay vì bằng hai chia tên này là biếm chẳng đấy còn đại admin code thế ao cái đã tha ca đằng chu này chẳng tới chẳng bao bông phong này cái đằng chu nói admin code thế bông phong trong trăm cái tẹt tông tới pi 7 ngày rồi có 4 ngày 5 ngày và admin cái tẹt tông tới anh dương từ số khang payload expression một địa tới cái prapo min tụm này năng này phone min chẳng ngọc xem xét ai comment xuống nơi khang cao video rồi mới còn phone ai join trên group telegram để min link nơi khang cao descriptionใน video ហ្នឹងដើម្បីសួរសំណួរកាន់តែច្បាស់ពាក់ព័ន្ធជាមួយនឹងការទិញតំណែងពីចិនឬក៏ពីវៀតណាមដែលឡែកសម្រាប់បងប្អូនដែលចង់ចេះទិញឲ្យកាន់តែច្បាស់តែម្ដងអាចទិញជាកញ្ចប់មេរៀនក៏បានដែរប្រាប់កញ្ចប់មេរៀនមួយចេះ$10ខ្ញុំមានជាវីដេអូមេរៀនលម្អិតជូនបងប្អូនតាំងពីដើមដល់ចប់នៅពេលដែលបងប្អូនធ្វើទៅមានបញ្ហាកន្លែងណាខ្ញុំចាំជួយដោះស្រាយជួយ support បងប្អូនរហូតដល់បងប្អូនចេះទិញអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ